នៅពេលនោះផងដែរលោកគ្រូផៃក៏បានប៉ះគុំជាមួយលោកគ្រូម៉ៃដែលស្ថិតនៅលើភ្នំថ្នោតនោះផងដែរដែលគាត់នៅចាំការពារសិស្សរបស់គាត់គ្រូបានដកយកជីមពីថងយើងរបស់គាត់គឺខ្លាក្បាល3ដែលសូត្រមន្តគាថារបស់គាត់រួចក៏បោះទៅមុខមួយសន្ទុះក្រោយមកក៏បានឃើញលេចខ្លាក្បាល3មួយយ៉ាងធំពេលនោះលោកគ្រូម៉ៃក៏បានទាញដំរីសរបស់គាត់បានមកផងដែរគាត់ក៏សូត្រសាច់មន្តគាថារបស់គាត់រួចក៏បោះមកមុខពេលនោះក៏លេចដំរីក្បាល3ដែលជាដំរីសធំមួយដែលពេលនោះផងដែរខ្លារបស់លោកគ្រូផៃនិងលោកគ្រូម៉ៃក៏បានប៉ះគ្នាពេលនោះខ្លារបស់លោកគ្រូផៃក៏បានទៅខាំកញ្ចឹងករបស់ដំរីសរបស់គ្រូម៉ៃពេលនោះផងដែរដំរីសរបស់គ្រូម៉ៃក៏បានជន់ខ្លារបស់គ្រូផៃក៏បានរលាយបាត់ទៅពេលនោះលោកគ្រូផៃក៏បានខ្ទាតទៅក្រោយបន្តិចបន្ទាប់មកគាត់ក៏បានលើកដំរីសម្ព័ន្ធរបស់គាត់មកផងដែរពេលនោះគាត់សូត្រសាច់មន្តគាថារបស់គាត់រួចបោះទៅមុខពេលមួយសន្ទុះក្រោមមកក៏មានរន្ទះមួយបាញ់ចំពីខាងមុខរបស់គាត់ក៏បានលេចដំរីសម្ព័ន្ធរបស់គាត់មួយក្បាលដែលមានរាងពណ៌មាសបន្ទាប់មកដំរីសម្ព័ន្ធរបស់គ្រូផៃក៏បានចូលរហូតដល់ដំរីសរបស់លោកគ្រូម៉ៃបានរលាយបាត់ទៅពេលនោះលោកគ្រូម៉ៃគាត់មិនដឹងថាមានអ្វីទប់ទល់ជាមួយនឹងគ្រូផៃទេគាត់ក៏បានដកថយក៏រត់បាត់ចេញពីនោះបាត់ទៅចំណុចឯសាយវិញមិនដឹងថាលោកគ្រូផៃកំពុងតែការពារគាត់ពីក្រៅឡើយពេលនោះពេលវេលាក៏ដល់ពេលព្រឹកលោកគ្រូផៃក៏បានធ្វើបាយសម្លមកឲ្យសាយដល់ពេលនោះថ្ងៃកំពុងដើមជ្រៃសាយក៏បានបើកភ្នែកមករួចក៏ដើរចេញពីសីមានោះមកលអាងពេលនោះក៏ឃើញលោកគ្រូផៃកំពុងតែរៀបបាយសម្លទុកឲ្យគាត់